អាយដាមហែមវ៉ាន់ឌីប្រកាសអត្ថប្រយោជន៍បន្ថែមនិងលើកទឹកចិត្តឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃខេត្តកំពង់ចាមចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិថ្មីនេះអាយដាមរដ្ឋមន្ត្រីហែមវ៉ាន់ឌីប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានប្រកាសអត្ថប្រយោជន៍បន្ថែមនិងស្នើឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ចាមចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយនិងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកំពង់ចាមអាយដាមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលចង់ឃើញការកែលម្អពិតប្រាកដលើជំនាញវិជ្ជាជីវៈផលិតភាពនិងគុណភាពជាពិសេសសម្រាប់ខេត្តកំពង់ចាមដែលជាខេត្តមានសក្តានុពលច្រើនខាងកែច្នៃផលិតនិងការច្នៃប្រឌិតថ្មីអាយដាមបានលើកឡើងថាខណៈដែលប្រទេសយើងកំពុងនឹងគុណភាពផលិតផលរបស់យើងក៏ជាទម្រង់មួយនៃការស្នេហាជាតិដែរដើម្បីឲ្យប្រទេសជាតិយើងខ្លាំងបានយើងជាបុគ្គលម្នាក់ត្រូវតែខ្លាំងអាជីវកម្មត្រូវតែខ្លាំងខេត្តនីមួយត្រូវតែខ្លាំងយុទ្ធនាការនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជានិងរដ្ឋបាលខេត្តកំពង់ចាមដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ 3,000 នាក់អុកញ៉ាសាស្ត្រាចារ្យសមោហកបណ្ឌិតលីសុភិបសមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជានិងក្នុងនាមសមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលគណៈកម្មការប្រតិបត្តិសមាជិកានិងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាដែលជាសហគ្រាសធុនមីក្រូកម្មករនិយោជិតនិងបុគ្គលស្វ័យនិយោជិតចាត់ទុកការចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជាការទទួលបានអត្តសញ្ញាណច្បាស់លាស់លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការអត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គមការបណ្ដុះបណ្ដាលជំនាញសេវាគាំពារសង្គមការលើកលែងកាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើមអត្ថប្រយោជន៍ទាំងនេះកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់តាមរយៈភាពជាដៃគូជាមួយស្ថាប័នសាធារណៈនិងឯកជនកាលត្រឹមថ្ងៃទី15ខែធ្នូឆ្នាំ2025ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យស្នើសុំជាង 25,000 ទូទាំងប្រទេសខេត្តកំពង់ចាមជាប់ចំណាត់ថ្នាក់លេខ 3 បន្ទាប់ពីរាជធានីភ្នំពេញនិងខេត្តកណ្ដាលជាមួយនឹងការចុះឈ្មោះប្រមាណ 19,000 នាក់